ตาขนองลูกยืงนี่เมียนฉบับสรบเตียงได้หรือเตปรัวกันลองหมอยืงทลบเคยทำกระทักคลาหรือก็ครูโจกใจคลากดบานบองเรียนไปฉบับสรบเตียงนึงกดในเยยจรานะดำใบเอาเนี่ยต่างลายนึงเป็นการจับอารมณ์ให้นึงชื่อเจ้าตะลือปุกอดហើយរឿងហ្នឹងក៏មានអ្នកខ្លះជឿអ្នកខ្លះក៏មិនជឿទេអញ្ចឹងខ្ញុំក៏មិនហ៊ានថាយ៉ាងម៉េចដែរក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងឡាយហ្នឹងពិចារណាបន្តិចណាកាលណាពិចារណានៅអ្វីដែលខ្ញុំនិយាយអ្នកទាំងឡាយប្រកាសជាយល់អ្នកទាំងឡាយពិចារណាថានៅក្នុងលោកយើងនេះតើមានអាណាដែលមានរិទ្ធមានអភិញ្ញាខ្លាំងពូកែជាងពុទ្ធតើមានអាណាអាចប្រកែជាងព្រះដែលបានត្រាស់នៅក្នុងលោកយើងនេះណាគឺគ្មានទេបើគ្មានទេអញ្ចឹងសម័យព្រះតើមានអ្នកក្រមានរាជមានមន្ត្រីតែទេគឺមានដូចតែគ្នាណាគឺមានដូចតែគ្នាអញ្ចឹងបើសិនជាមានបាលីឬក៏មានធម៌ណាមួយសូត្រដើម្បីឲ្យខ្លួនឯងក្រហ្នឹងឲ្យខ្លាយទៅជាមានបានខ្លួនឯងរាជហ្នឹងឲ្យទៅជាមន្ត្រីបានច្បាស់ជាប្រពុតលោកបង្រៀនហើយណាច្បាស់ជាប្រពុតលោកបង្រៀនហើយប៉ុន្តែអ្វីគ្រប់យ៉ាងគឺវាអាស្រ័យទៅលើបុណ្យរបស់ខ្លួនតែប៉ុណ្ណោះហ្នឹងហើយយើងបានសាងបុណ្យនៅកាលមុនបានប៉ុណ្ណាបូករួមនឹងបច្ចុប្បន្នយើងធ្វើផងពេលខ្លះក៏ផលហុចឲ្យទៅខ្លាយទៅជាអ្នកមានតែពេលខ្លះក៏ផលមិនទាន់ហុចឲ្យទៅក៏វានៅតែលំបាកហ្នឹងហើយរឿងទាំងឡាយវាកើតមានបានព្រោះតែមានហេតុទើបវាមានផលណាបើគ្មានហេតុមានផលមិនកើតអញ្ចឹងគេដែលគេអាចរកស៊ីមានបានឬក៏គេមានធម៌សូត្រដែរប៉ុន្តែចំបុគ្គលដែលគេមានបន់ពីអតីតមកផងគេសូត្រនឹងផងទៅវាចៃដន្យគេមានបន់គេត្រូវមាននៅក្នុងពេលនោះឯងទៅពេលអ្នកទាំងឡាយឃើញគេរៀនធម៌ហ្នឹងស្រាប់តែសូត្រទៅខ្លាយទៅចិនអត់មានក៏គិតថាគេមានដោយសារសូត្របាលីសូត្រធម៌ហ្នឹងតែការពិតបន់គេត្រូវឲ្យផលក្នុងពេលនោះវាចៃដន្យក្នុងពេលនោះតែម្ដងហើយយើងគ្រប់គ្នាក៏គិតថាធម៌ហ្នឹងក៏ខំធ្វើតាមទៅប៉ុន្តែសួរថាអ្នកណាដែលជួបសំណាងដូចគាត់អញ្ចឹងដូចអ្នកដែលមានមួយអញ្ចឹងអ្នកដែលគេមានបន់តែមានអ្នកណាដែលសូត្រឲ្យមានទ្រព្យឬក៏សូត្រឲ្យខ្លាយទៅជាមន្ត្រីក្នុងលោកនេះមានអញ្ចឹងមែនប៉ុន្តែមានភាគតិចដូចខ្ញុំបានរៀបរាប់ខាងលើហ្នឹងដោយសារតែបុគ្គលហ្នឹងជាអ្នកមានបន់ដែលគាត់បានសាងពីកាលមុនរួចមកហើយបូករួមនឹងបច្ចុប្បន្នហ្នឹងគាត់ក៏ជាមនុស្សដែលមានសេចក្តីល្អច្រើនដែរហើយបន់គាត់ត្រូវឲ្យផលក្នុងពេលហ្នឹងណាគឺវាត្រូវចែកដន់អញ្ចឹងដែរអញ្ចឹងអ្នកទាំងឡាយគួរតែពិចារណាឲ្យច្បាស់កុំតែជឿអ្វីងាយកុំឲ្យវាខាតពេលខាតវេលាណាត្រូវតែពិចារណាឲ្យមានហេតុនិងផលបើសិនជាមានធម៌សូត្របាលីសូត្រដើម្បីស្រូបទាញពីក្រឲ្យទៅជាមានបានតើមាននរណាក្រវាគ្មានទេបាលីប្រមាណឃ្លាទោះបីជាប្រមាណប្រយោគក៏នាំគ្នាទិញរៀនឲ្យចាំដែរដើម្បីយកមកសូត្រដើម្បីឲ្យខ្លាយទៅជាអ្នកមានហើយក៏គ្មាននរណាចាំបាច់ទៅរៀនសូត្រយកចំណេះវិជ្ជាដើម្បីទៅធ្វើកិច្ចការងារទាំងឡាយដែរមិនចាំបាច់ទេយកតែធរទន្ទិញតែច្បាប់ស្រូបទាញហ្នឹងទៅវាមានគ្រប់តែគ្នាបាត់ហើយណាវាមានគ្រប់តែគ្នាបាត់ហើយអ្នកទាំងឡាយគួរតែពិចារណាឲ្យច្បាស់មុននឹងជឿមុននឹងធ្វើតាមនរណាម្នាក់កុំធ្វើដោយគ្រាន់តែបុគ្គលនោះជាអ្នកល្បីជាអ្នកពូកែជាគ្រូដ៏អស្ចារ្យឬក៏ជាអតិទេពជាប្រព្រំអីក៏ដោយកុំជឿគេងាយធម៌ទាំងឡាយកើតឡើងបានព្រោះមានហេតុនៅខាងដើមបើគ្មានហេតុទេផលវាគ្មានទេអញ្ចឹងអ្នកទាំងឡាយត្រូវតែយល់ឲ្យច្បាស់ណាកុំជឿលើពាក្យសម្ដីដែលគេប្រកែនិយាយបាច់ស្រាប់តែជឿគេងាយទៅធ្វើតាមគេរឿងខ្លះជាមុខរបររបស់គេទេ
ណាជាមុខរបររបស់គេទេបើសិនជាប្រកែអញ្ចឹងហ្នឹងពូជម្បោគ្រួសារគេហ្នឹងកើតសទ្ធិអស់បាត់ហើយអាអ្នកថាមិនឃើញកើតសទ្ធិមិនឃើញកើតស្ដាច់ចេះតែថាចេះតែនិយាយទៅនោះមិនដែលមានធម៌ណាសូត្រខ្លាយទៅជាអ្នកមានវាមិនដែលមានធម៌ណាសូត្រខ្លាយទៅជាស្ដាច់មន្ត្រីវាមិនដែលមានវាតតែបុគ្គលខ្លួនឯងហ្នឹងជាអ្នកមានវ័នពីកាលមុនផងហើយបូករួមនឹងបច្ចុប្បន្នហ្នឹងគាត់ប្រកែគាត់ប៉ិនស្រាប់ផងវាបូករួមផ្សំទៅបានអាចមានទៅបាននឹងឲ្យខ្ញុំនិយាយប៉ុណ្ណឹងបានហើយនឹងឲ្យសង្ឃឹមថាបងប្អូននឹងយល់ខ្ញុំសូមជម្រាបលា